ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរយើងនឹងមកបន្តសាច់រឿងទន្លេពណ៌ស្វាយភាគទី2ជាបន្តទៀតតាមសាច់រឿងមកបៃឈួនមករកជជន់ស៊ីវព្រោះមានការត្រូវពិភាក្សានៅពេលបើកទ្វារបន្ទប់ចូលមកបៃឈួនឃើញជជន់ស៊ីវកំពុងរំរបួសពេញរាងកាយបៃឈួនក៏សួរទៅជជន់ស៊ីវថាតើលោកម្ចាស់នឹងមិនគ្រាន់តែដួលគិតកជើងបន្តិចទេមែនអត់ហេតុអីបានជាត្រូវរំរបួសដល់ថ្នាក់ហ្នឹងលោកជាដែលកំពុងរំរបួសឲ្យជជន់ស៊ីវនឹងក៏បានប្រាប់យើងថាបងរំរបួសនេះជិតហួសដល់លេហើយបើសិនជាយើងមិនប្រើវាអស់ទេយើងមានតែទុកវាចោលចាក់ជាមិនខានបើអញ្ចឹងវាគួរឲ្យស្ដាយខ្លាំងណាស់ហើយឈួនក៏សួរថាចុះបើឯងរំគាត់ដល់ថ្នាក់ហ្នឹងតើឲ្យគាត់ធ្វើការយ៉ាងម៉េចកើតទៅហើយលោកបងលោកជាហ្នឹងគាត់មានទៅស្ដាប់ឯណាគាត់ខំប្រឹងរំយករបៀបថារំបែបឌឺអញ្ចឹងណារហូតដល់ជជន់ស៊ីវនឹងបាសជើងឡើងលើឃើញបែបនេះបៃឈួនក៏ខឹងដែរក៏បានទាញដាវមកកាប់មកដាវទៅដាច់បងរំរបួសនឹងតិចទៅត្រូវឲ្យបងលោកជាហ្នឹងគាត់រត់ចេញបាត់ទៅបន្ទាប់មកទៀតនាងក៏ទុកដាវចូលទៅក្នុងស្រោមវិញរួចងាកមកនិយាយជាមួយជជន់ស៊ីវធម្មតាវិញគឺនាងមកទីនេះដើម្បីរាយការណ៍ប្រាប់ជជន់ស៊ីវថាកងទ័ពបានរៀបចំដាក់ឲ្យសម្រាប់និងដាក់ពង្រាយរួចរាល់ហើយបន្ទាយទ័ពស៊ីវមានកងទ័ពសរុបទាំងអស់651នាក់គ្មានអ្នករបួសពិការឬមានជំងឺធ្ងន់ធ្ងរនោះទេប៉ុន្តែស្មារតីប្រយុទ្ធនាពេលបច្ចុប្បន្នគឺជាបញ្ហាធំដោយសារតែចាប់តាំងពីការបង្កើតកងទ័ពស៊ីវមកមិនធ្លាប់ទទួលបានការហ្វឹកហាត់ជាផ្លូវការនោះទេប្រសិនបើពួកយើងជួបប្រទះនឹងអំបូរបីសាច់កងទ័ពបីសាច់មួយក្រុមតូចក៏អាចសម្លាប់ពួកយើងចោលទាំងអស់បានដែរឬហើយជជន់ស៊ីវក៏សើចយកតែម្ដងឬក៏និយាយថាកងទ័ពបីសាច់មួយក្រុមតូចមែនទេប្រសិនបើយើងជួបមែននោះយើងប្រកាសជាត្រូវរត់លៀនអណ្ដាតហើយបៃឈួនក៏ពីបានឮពីការនិយាយលេងសើចរបស់ជជន់ស៊ីវហើយនាងខឹងយ៉ាងខ្លាំងខំប្រឹងសម្លាក់ជជន់ស៊ីវមិនដាក់ពីភ្នែកនៅពេលដែលជជន់ស៊ីវឃើញបៃឈួនសម្លាក់ខ្លួនបែបនេះគេក៏ប្រែឥរិយាបថមកនិយាយធម្មតាវិញគេបាននិយាយថាខ្លួននឹងគិតរកវិធីដោះស្រាយនៅថ្ងៃស្អែកប៉ុន្តែកញ្ញាបៃឈួននាងមិនសុខទេក៏ដកដាវមកបន្តិចដើម្បីគំរាមជជន់ស៊ីវឲ្យរកវិធីដោះស្រាយឥឡូវនេះភ្លាមដោយសារតែត្រូវបានការគំរាមរបស់បៃឈួនជជន់ស៊ីវគ្មានជំរឿក៏ប្រាប់នាងថាខ្លួននឹងរកវិធីដោះស្រាយឥឡូវនេះភ្លាមមិនចាំថ្ងៃស្អែកនោះទេនៅថ្ងៃស្អែកឡើងជជន់ស៊ីវបានឡើងលើភ្នំមួយដែលភ្នំនេះមានឈ្មោះថាភ្នំគូជីរួចហើយគេក៏ដើរសម្ដៅទៅរករូងភ្នំមួយនិងបានស្រែករកលោកគ្រូរបស់គេប៉ុន្តែមិនមានអ្នកណាឆ្លើយតបសោះរំលឹកទៅអតីតកាលនៅពេលដែលគេនៅតូចគេបានគូររូបរបស់លោកគ្រូរបស់គេនៅលើជញ្ជាំងថ្មហើយបានសួរលោកគ្រូរបស់គេថាលោកគ្រូតើរូបដែលខ្ញុំគូរនេះដូចលោកគ្រូដែរឬទេលោកគ្រូរបស់គេក៏បានប្រាប់ថារូបរបស់លោកគ្រូហេតុអ្វីបានជាដូចជាផ្លែល្ពៅទើអញ្ចឹងតើឯងមានអារម្មណ៍មិនល្អមែនទេទើបបានជាប៉ះពាល់ដល់ការគូររូបអញ្ចឹងបន្ទាប់ពីរំលឹកដល់អតីតកាលហើយជជន់ស៊ីវក៏បាននិយាយថាលោកគ្រូប្រហែលជាគាត់បានចាក់ចេញទៅហើយរួចហើយគេក៏ដើរទៅបើកហឹបមួយដែលគេបានលាក់ទុកនៅក្បែរនោះសំណាងហើយតែរបស់របរនៅក្នុងនេះមិនបាត់ទៅណារួចហើយជជន់ស៊ីវក៏លើកហឹបនោះចេញពីរោងភ្នំទៅបាត់ទៅរហូតដល់ពេលរាត្រីលោកជាកំពុងឈរនោមនៅក្បែរព្រៃមួយស្រាប់តែមានដុំថ្មមួយហោះមកត្រូវពីក្រោយខ្នងគេក៏ងាកទៅមើលភ្លាមប៉ុន្តែមិនឃើញមាននរណាម្នាក់ឡើយផ្ទុយទៅវិញនៅលើដីមានកំពីមួយក្បាលស្ថិតនៅទីនោះគេក៏ដើរទៅរើសយកមកមើលហើយភ្លាមនោះគេក៏ដឹងថាវាជាកំពីក្បាច់គុណមួយក្បាលធ្វើឲ្យគេរំភើបនិងសប្បាយចិត្តយ៉ាងខ្លាំងចំណែកឯបៃឈួនវិញខណៈដែលនាងកំពុងងូតទឹកស្រាប់តែមានកំពីមួយក្បាលធ្លាក់មកក្បែរខ្លួនរបស់នាងក៏រើសវាឡើងមកមើលហើយបានស្គាល់ភ្លាមថានេះគឺជាកំពីក្បាច់គុណដែលមានឈ្មោះថាហងឈៀនសិនឈីវដែលធ្វើឲ្យនាងសប្បាយចិត្តជាខ្លាំងរីឯលោកបងធូកើកំពុងយកចំណីទៅឲ្យសេះស្រាប់តែប្រទះឃើញកំពីមួយក្បាលជាប់នៅក្នុងមាត់សេះគេក៏ខំប្រឹងទាញវាចេញពីមាត់សេះរហូតទទួលបានជោគជ័យពេលឃើញថាវាជាកំពីក្បាច់គុណដៃដែកវជ្ជរាគេក៏សប្បាយចិត្តឥតឧបមាតាមពិតទៅអ្វីទាំងអស់នេះសុទ្ធតែជាការរៀបចំរបស់ជជន់ស៊ីវតាំងពីដំបូងមកលុះដល់ថ្ងៃបន្ទាប់មឹងយូត្រឡប់ពីការត្រួតពិនិត្យផ្លូវសម្ងាត់វិញក៏ស្រាប់តែបានឃើញទស្សនវិជ្ជាចម្លែកជាច្រើនដូចជាលោកបងធូកើកំពុងលើកពីងថ្មដ៏ធំមួយដើរកាត់មកគេយ៉ាងស្រួលគណៈដែលហ៊ានពីរនាក់បំលាស់ទីយ៉ាងលឿនដូចខ្យល់កាត់មកគេមិនតែប៉ុណ្ណោះនៅមានសកម្មភាពចម្លែកជាច្រើនទៀតដែលធ្វើឲ្យគេស្រឡាំងកាំងរហូតអត់ទ្រាំមិនបានគិតក្នុងចិត្តថាតើខ្ញុំកំពុងទៅសពទេឬយ៉ាងណាក្រោយមកជជន់ស៊ីវក៏ដើរមកក្រាកស្មារបស់គេពីក្រោយខ្នងធ្វើឲ្យគេភ្ញាក់យ៉ាងខ្លាំងក្រោយពីដឹងថានេះគឺជាជជន់ស៊ីវហើយគេក៏សម្រួលឥរិយាបថឬក៏ប្រាប់ជជន់ស៊ីវថាផ្លូវសម្ងាត់គេបានទៅត្រួតពិនិត្យរួចហើយមិនមានបញ្ហាអ្វីកើតឡើងនោះទេជជន់ស៊ីវក៏ដកកំពី 4-5 ក្បាលដើម្បីឲ្យគេជ្រើសរើសយកមួយក្បាលដើម្បីធ្វើការហ្វឹកហាត់ទាំងអស់នេះគឺជាកំពីក្បាច់គុណឯងអាចធ្វើការជ្រើសរើសយកមួយក្បាលពីរក្បាលដើម្បីធ្វើការហាត់គុណបានដំបូងមឹងយូហាក់ដូចជាមិនចង់បាននោះទេគេក៏បានប្រាប់ថាខ្ញុំមិនមែនជាកូនក្មេងដែលអាចធ្វើការបោកប្រាស់បាននោះទេប៉ុន្តែនៅពេលដែលគេងាកមើលទៅម្ខាងទៀតក៏បានឃើញលោកជានិងលោកបងធូកើកំពុងធ្វើការប្រយុទ្ធគ្នាដោយប្រើសុទ្ធតែក្បាច់គុណពិសេសនិងសាហាវធ្វើឲ្យគេងាកមកប្រាប់ជជន់ស៊ីវវិញថា
ទាំងអស់នេះខ្ញុំនឹងធ្វើការជ្រើសរើសយកទាំងអស់ប៉ុន្មានថ្ងៃក្រោយមកកងកម្លាំងទាហានទាំងអស់កំពុងធ្វើការវឹកហាត់យ៉ាងសម្បើមសូម្បីតែពេលចោឈွန်សៀវកំពុងតែគូគំនូលោកបងធូកើមកហាត់ក្បាច់កូនក្បែរនោះធ្វើការបញ្ចេញដណ្ដប់ដៃចូលទៅក្នុងទឹកធ្វើឲ្យខ្ទិះទឹកប្រឡាក់ពេញចោឈွန်សៀវទាំងអស់មើលទៅទាហានទាំងអស់កំពុងធ្វើការវឹកហាត់យ៉ាងសម្បើមនៅកន្លែងមួយមានទាហានជាច្រើនកំពុងតែធ្វើដំណើរនេះគឺជាអំបូរបិសាចកំពុងតែធ្វើដំណើរដែលមានមនុស្សអុកជាទេសករនិងជាអ្នកអូសរទេសអ្នកនៅលើរទេសនេះគឺជាមេតបបិសាចគេបានសួរទៅកូនចៅរបស់គេថាតើភូមិខាងមុខគឺជាភូមិអ្វីកូនចៅរបស់គេក៏បានប្រាប់ថាខាងមុខគឺជាភូមិបូលូគេក៏បានប្រាប់ទៅកូនចៅរបស់គេថាឲ្យប្រញាប់ធ្វើដំណើរទៅភូមិនោះព្រាមបន្ទាប់ពីបញ្ចប់ភារកិច្ចនៅភូមិនោះហើយពួកយើងប្រកាសជាបានសម្រេចហើយនៅលើដើមឈើយើងឃើញមានមនុស្សអុកម្នាក់កំពុងសង្កេតមើលពីសកម្មភាពរបស់ពួកគេក្រោយមកគេក៏ប្រញាប់រាយការណ៍ដំណឹងនេះទៅឲ្យគ្នារបស់គេនៅឯចឈွန်សៀវម្នាក់វិញគេកំពុងតែពិភាក្សាជាមួយនឹងដឺលូនមនុស្សអុកម្នាក់ដែលបានឃើញពីសកម្មភាពទាំងអស់បានរាយការណ៍ពីអ្វីដែលគេបានឃើញអំបូរបិសាចកំពុងធ្វើដំណើរមកទីនេះចឈွန်សៀវបានសួរគេថាតើអំបូរបិសាចមានគ្នាប៉ុន្មាននាក់គេក៏បានប្រាប់ថាពួកវាមានគ្នាប្រហែលជា200នាក់ដឺលូនបាននិយាយថាខ្លួនបានប្រកល់ស្បៀងឲ្យពួកវារួចអស់ហើយតើហេតុអ្វីបានជាពួកវាមកទីនេះបន្តទៀតតាមពិតទៅទាំងអស់នេះគឺជាក្រុមប្រមូលស្បៀងរបស់អំបូរបិសាចចឈွန်សៀវក៏បានប្រាប់ឲ្យមឹងយូយកស្បៀងពីកងទ័ពមកទីនេះដើម្បីប្រកល់ឲ្យពួកវាដើម្បីកុំឲ្យមានបញ្ហាដឺលូនស្ទើរតែសក់ទឹកភ្នែកព្រោះខ្លួនមិនអាចធ្វើអ្វីបានដោយសារតែមិនមានស្បៀងឲ្យអំបូរបិសាចទាំងអស់នោះខ្លួនក៏បានប្រាប់ចឈွန်សៀវថាខ្លួននឹងទៅផ្ដល់ដំណឹងឲ្យអ្នកភូមិជាមុនសិនចឈွန်សៀវក៏បានប្រាប់ដឺលូនថាឯងកុំបង្កចំនួនជាមួយនឹងពួកគេឲ្យសោះព្រោះឥឡូវនេះខ្លួនមិនអាចបង្ហាញអត្តសញ្ញាណរបស់ខ្លួនបាននោះទេក្រោយមកចឈွန်សៀវក៏បានសួរមនុស្សអុកម្នាក់នោះថាតើពួកប្រមូលស្បៀងទាំងនោះមកពីទិសដៅខាងណាមនុស្សអុកនោះក៏បានប្រាប់ថាបើមើលតាមទិសដៅពួកគេប្រហែលជាមកពីភូមិមួយដែលមានឈ្មោះថាភូមិលេណូចឈွန်សៀវបានងាកមកហើយក៏សួរមឹងយូថាតើលោកជាកំពុងបំពេញភារកិច្ចនៅជិតនោះមែនទេតើគេបានត្រឡប់មកវិញហើយឬនៅមឹងយូក៏បានប្រាប់ថាបើសិនជាមើលទៅតាមពេលវេលាគេប្រហែលជាមកដល់ហើយធ្វើឲ្យចឈွန်សៀវមានក្តីបារម្ភបន្តិចបន្តួចដែរនៅឯក្នុងភូមិមនុស្សអុកឯនេះវិញអំបូរបិសាចកំពុងធ្វើការប្រមូលស្បៀងចេញពីអំបូរមនុស្សអុកទាំងនេះពួកគេបានយករទេះជាច្រើនដើម្បីធ្វើការដឹកស្បៀងចេញពីភូមិមនុស្សអុកអ្នកភូមិមនុស្សអុកបានយកស្បៀងចេញពីភូមិរបស់គេទាំងអស់ដើម្បីលើកយកទៅដាក់លើរទេះដឹកស្បៀងរបស់អំបូរបិសាចក្នុងនោះដែរក៏មានកូនក្មេងម្នាក់ដែលជាអំបូរអុកបានយកស្បៀងបន្តិចបន្តួចរបស់គេដែលគេមានយកទៅដាក់លើរទេះទាំងទឹកមុខរបស់គេមើលទៅដូចជាមិនដាច់ចិត្តសោះនិងគួរឲ្យអាណិតយ៉ាងខ្លាំងនៅពេលដែលអ្នកភូមិទាំងអស់បានប្រមូលស្បៀងដាក់លើរទេះរួចហើយពួកគេក៏បានដើរត្រឡប់មកកន្លែងវិញដឺលូនបានប្រាប់ទៅមេបញ្ជាការថាស្បៀងទាំងអស់ពួកគេបានប្រមូលដាក់លើរទេះអស់ហើយសរុបទាំងអស់មាន9រទេះមេបញ្ជាការនោះក៏បានប្រាប់ថាហេតុអ្វីបានជាមានត្រឹមតែ9រទេះអញ្ចឹងដឺលូនក៏បានប្រាប់ថារាល់ដងពួកគេមានស្បៀងត្រឹមតែ9រទេះនេះទេមេបញ្ជាការនោះក៏បានតបថាបើអញ្ចឹងលើកនេះត្រូវតែមាន10រទេះប៉ុន្តែដឺលូនប្រាប់ថានៅក្នុងភូមិរបស់ពួកគេមិនមានស្បៀងនៅសេសសល់សំបីតែបន្តិចភ្លាមនោះមេបញ្ជាការម្នាក់នោះក៏បានឲ្យកូនចៅរបស់គេចាប់ក្មេងម្នាក់ដែលយកអីវ៉ាន់ដាក់លើរទេះនោះរួចហើយក៏ឲ្យកូនចៅម្នាក់នោះសម្លាប់ក្មេងម្នាក់នោះចោលទៅមើលទៅកាន់ទឹកមុខរបស់ក្មេងម្នាក់នោះទាំងភ័យខ្លាចរួចហើយគេក៏បានស្លាប់បាត់ទៅក្រោយពីបានសម្លាប់ក្មេងម្នាក់នោះហើយពួកគេក៏បានអូសសាកសពរបស់ក្មេងម្នាក់នោះចាក់ចេញបាត់ទៅរួចមេបញ្ជាការម្នាក់នោះក៏បានសួរទៅកាន់ក្រុមរបស់ដឺលូនថាតើឯងនៅមានស្បៀងសល់ទៀតដែរឬទេធ្វើឲ្យក្រុមរបស់ដឺលូនភ័យខ្លាចយ៉ាងខ្លាំងនៅឯចឈွန်សៀវវិញគេកំពុងតែសរសេរអក្សរប៉ុន្តែអារម្មណ៍របស់គេមិននៅក្នុងខ្លួនសោះបៃឈុនដែលនៅជិតនោះក៏បានសួរថាតើលោកម្ចាស់មិនអីទេឬភ្លាមនោះលោកជាក៏បានត្រឡប់មកពីភារកិច្ចរបស់គេនៅឯភូមិលេណូគេក៏បានប្រាប់ដំណឹងថានៅពេលដែលគេទៅដល់ភូមិលេណូភូមិនោះពោពេញទៅដោយភ្លើងឆាបឆេះនៅឯច្រកចូលភូមិពោពេញទៅដោយសាកសពរបស់មនុស្សអុកសភាពរបស់មនុស្សអុកម្នាក់មើលមិនយល់ដោយសារតែត្រូវបានពួកបិសាចទាំងនោះសម្លាប់ចោលដូចជាសត្វធាតុក្រោយពីទទួលបានដំណឹងមួយនេះហើយធ្វើឲ្យក្រុមរបស់ជើឈွန်សៀវភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅឯក្នុងភូមិម្នាក់វិញអំបូរបិសាចកំពុងធ្វើការឡោមព័ទ្ធអំបូរមនុស្សអុកដើម្បីទាមទារស្បៀងរបស់ពួកគេដឺលូនក៏បានប្រាប់ទៅកាន់មេបញ្ជាការថានៅក្នុងភូមិរបស់គេមិនមានស្បៀងនៅសល់ទៀតទេសូម្បីតែក្របពូជក៏ពួកគេបានប្រមូលយកមកប្រគល់ឲ្យអស់ដែរប៉ុន្តែលោកមេបញ្ជាការម្នាក់នោះមិនព្រមស្ដាប់ទេក៏បានចាប់មនុស្ស2-3នាក់មកបង្ខំឲ្យដឺលូនប្រកល់ស្បៀងឲ្យពួកគេដឺលូនមិនអាចធ្វើអ្វីបានក៏លូតជង្គង់សូមបង្វល់ឲ្យលោកមេបញ្ជាការម្នាក់នោះដោះលែងពួកមនុស្សទាំងអស់នេះទៅប៉ុន្តែលោកមេបញ្ជាការម្នាក់នោះមិនព្រមស្ដាប់ទេក៏ឲ្យកូនចៅសម្លាប់មនុស្សម្ដងមួយមានក្រុមមនុស្សអុកមួយចំនួនដែលមានកម្លាំងបានប្រមូលគ្នាដើម្បីធ្វើការតតាំងជាមួយនឹងអំបូរបិសាចប៉ុន្តែពួកគេមិនអាចធ្វើទៅបានទេដោយសារតែអំបូរបិសាចមានគ្នាច្រើនហើយក៏មានអ្នកចាំបាញ់ព្រួញបាញ់សម្លាប់ពួកគេចោលអស់ទៅដឺលូនឃើញបែបនេះក៏ទ្រាំមិនបានក៏កាន់គ្រាប់ព្រួយមួយដើមនៅក្នុងដៃនឹកគិតថានឹងចង់លោតទៅធ្វើឃាតលោកមេបញ្ជាការម្នាក់នោះប៉ុន្តែពេលដែលគេហក់ទៅមិនទាន់នឹងដល់លោកមេបញ្ជាការម្នាក់នោះផងក៏ត្រូវបានកូនចៅដែលនៅក្បែរលោកមេបញ្ជាការម្នាក់នោះដាក់មួយដាវឃ្លាតបាត់ទៅលោកមេបញ្ជាការម្នាក់នោះក៏បានទាញដាវមកបំរុងនឹងធ្វើការសម្លាប់ដឺលូនចោលប៉ុន្តែក៏មានលំពេងមួយដើមហោះយ៉ាងលឿន
សម្រុកមកទម្លុះទ្រូងរបស់លោកមេបញ្ជាការម្នាក់នោះធ្លុះជាប់ទៅនឹងសសរនៅខាងក្រោយស្លាប់បាត់ទៅដែលលំពេញមួយនោះគឺជាការគប់របស់ជើឈွန်ស៊ីវចេញពីខាងក្រោយក្រុមរបស់ជើឈွန်ស៊ីវបានសម្រុកចូលមកដើម្បីធ្វើការជួយសង្គ្រោះអ្នកភូមិទាំងអស់ដោយសារតែក្រុមរបស់ជើឈွန်ស៊ីវម្នាក់មានស្មារតីប្រយុទ្ធខ្លាំងក្លានិងមានក្បាច់គុណយ៉ាងសាហាវខ្លាំងក្លាជាងអំបូរបិសាចក៏អាចសម្លាប់អំបូរបិសាចម្ដងម្នាក់រហូតស្លាប់អស់គ្មានសល់សូម្បីតែមួយអ្នកជើឈွန်ស៊ីវក៏បានដើរមកមើលអ្នកភូមិម្ដងម្នាក់មើលពីស្ថានភាពរបស់ពួកគេស្លាប់យ៉ាងវេទនាបំផុតរួចហើយគេក៏បានដើរមកក្រាកដឺលូនឡើងនិងបានប្រាប់ថាសុំទោសផងដឺលូនពួកយើងមកយឺតពេលហើយក្រោយពីបានសម្លាប់ពួកបិសាចចូលអស់ហើយមឹងយូក៏បានប្រាប់ជើឈွန်ស៊ីវថានៅជំវិញចម្ងាយ3លីក្រៅពីភូមិបូរូត្រូវបានអំបូរបិសាចសម្លាប់រង្គាលលទ្ធផលចុងក្រោយគឺដូចគ្នានឹងភូមិលេណូគឺសម្រាប់ចោលសំបីតែម្នាក់ក៏មិនសល់លោជាខឹងយ៉ាងខ្លាំងពួកអាបិសាចទាំងអស់នេះប្រៀបដូចជាសត្វធាតុអញ្ចឹងមឹងយូក៏បានបន្តទៀតថាដោយសារតែពុនដែលកំណត់ដោយអំបូរបិសាចគឺខ្ពស់ហួសហេតុពេកគឺលោកមេតបលូឌីបានកេងប្រវ័ញ្ចប្រាក់សាធារណៈដាក់ហោប៉ៅផ្ទាល់ខ្លួនបៃឈួនក៏បាននិយាយថាតើពួកបិសាចទាំងអស់នេះពួកគេចង់ធ្វើអ្វីទៅជើឈွန်ស៊ីវក៏បានប្រាប់ថាពួកអំបូរបិសាចពួកគេចង់គ្រប់គ្រងតំបន់ភាគខាងកើតនេះពួកគេព្យាយាមសម្លាប់មនុស្សដែលរស់នៅតំបន់ភាគខាងកើតចោលទាំងអស់នៅពេលដែលពួកគេធ្វើការសម្លាប់មនុស្សអស់ហើយពួកគេនឹងត្រឡប់ទៅវិញហើយបងប្អូនទាំងអស់គ្នារវាងពួកបិសាចនិងគ្រួសារសង្គ្រាមដ៏ធំមួយគឺមិនអាចជៀសវាងបានឡើយប៉ុន្តែពួកយើងនឹងនៅទីនេះព្រមទាំងប្រជាជននៅតំបន់ភូមិភាគខាងកើតទាំងអស់គ្នាពួកយើងដើមឡើយគឺគ្មានសល់អ្វីទាំងអស់ក្នុងយុគសម័យដ៏ច្របូកច្របល់មួយនេះតើវាមិនមែនជាឱកាសដ៏ល្អបំផុតសម្រាប់ពួកយើងមែនទេមេដឹកនាំចំនួនទី1របស់គ្រួសារគឺជើឈွန်ឈុនអាចក្រោកចូលឡើងយ៉ាងខ្លាំងក្លាចេញពីគំនរបែកបាក់នៃអាណាចក្រគួងមីងតើអ្នកណាអាចស្មានដឹងថានៅចន្លោះកណ្ដាលថានឹងមិនលេចចេញនៅមន្ត្រីជាន់ខ្ពស់និងមេដឹកនាំសំខាន់សម្រាប់ថ្ងៃស្អែកនោះទេក្រោយពីការនិយាយរបស់ជើឈွန်ស៊ីវហើយក្រុមទាហានទាំងអស់ព្រមជាមួយនឹងមនុស្សអុកមានការគាំទ្រជាមួយនឹងការលើកឡើងរបស់ជើឈွန်ស៊ីវជាខ្លាំងក្រោយមកជើឈွန်ស៊ីវបានសួរទៅកាន់មឹងយូថាតើឯងមានអារម្មណ៍ថាគំនិតមួយនេះដូចជារវើរវេបន្តិចដែរឬទេមឹងយូក៏បានឆ្លើយថាបើសិនជាផ្អែកលើសមត្ថភាពរបស់ពួកយើងនាពេលបច្ចុប្បន្នគឺពិតជាលំបាកណាស់ជើឈွန်ស៊ីវក៏បានប្រាប់វិញថាបើផ្អែកលើសមត្ថភាពរបស់ពួកយើងតែម្ខាងគឺប្រហែលជាមិនអាចទៅរួចទេដូច្នេះប្រសិនបើពួកយើងអាចសហការជាមួយនឹងអំបូរមនុស្សអុកដើម្បីវាយយកតំបន់ភូមិភាគខាងកើតមកវិញបើដូច្នេះមែនពួកយើងនឹងអាចប្រើប្រាស់សមត្ថភាពពិតដើម្បីបង្ហាញថាពួកយើងមិនមែនជាជនក្បត់ជាតិនោះទេប៉ុន្តែគឺជាអ្នកមានគុណបំណាច់របស់គ្រួសារពួកយើងមិនមែនជាជនក្បត់ជាតិនោះទេជើឈွန်ស៊ីវក៏បានបន្តទៀតថាខ្ញុំបានពិភាក្សាជាមួយនឹងដឺលូនរួចហើយឲ្យតែពួកយើងអាចបញ្ចុះបញ្ចូលមនុស្សនៅក្នុងភូមិភាគខាងកើតទាំងអស់បានពួកគេនឹងរួបរวมគ្នាជាមួយពួកយើងដើម្បីធ្វើការប្រយុទ្ធប្រឆាំងទាំងអស់គ្នាម្យ៉ាងទៀតព្រឹទ្ធាចារ្យធំនៃវិហារបរិសុទ្ធនៃភូមិភាគខាងកើតម្នាក់ដែលមានឈ្មោះថាបូដាន់ក្រោយពីបានលើឈ្មោះព្រឹទ្ធាចារ្យម្នាក់នេះហើយធ្វើឲ្យអ្នកទាំង3មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង